ព្រោះគាត់ជាអ្នករត់ម៉ូតូឌុបអញ្ចឹងគាត់ត្រូវរ៉ាប់រងគ្រួសារទាំងអស់ដើម្បីរកលុយឲ្យខ្ញុំមកសិក្សាអត់ចំណាយថវិកាហើយចូលបាននៅការសិក្សាថ្មីដូចជាការ debate language speaking ប្រឡងសិស្សប្រកែផលលំបាករបស់ខ្ញុំហ្នឹងមានច្រើនមានទាំងផលលំបាកគ្រួសារថវិកាគ្រួសារហើយការធ្វើដំណើរនៅឆ្ងាយពីសាលាហើយនៅមានការខ្វះខាតដូចយានជំនិះក្នុងការធ្វើដំណើរនៅសាលារៀនជំរាបសួរបាទខ្ញុំឈ្មោះជុនចាន់លីជាសិស្សថ្នាក់ទី12នៃអង្គការលោកស្ទួយប្រជាពលរដ្ឋសប្តាហ៍ថ្ងៃខ្ញុំរស់នៅរាជធានីភ្នំពេញរីឯស្រុកកំណើតខ្ញុំវិញរស់នៅខេត្តព្រៃវែងពូរបស់ខ្ញុំគាត់ជាអ្នករត់ម៉ូតូឌុបចំណែកឯម្ដាយរបស់ខ្ញុំជាស្ត្រីមេផ្ទះខ្ញុំមានបងប្អូនចំនួន2នាក់ខ្ញុំជាកូនទី1កាលពីដើមខ្ញុំចូលមករៀននៅនេះតាំងពីទីមន្ត្រីរហូតមកដល់បច្ចុប្បន្នចូលចាប់ពីឆ្នាំ2014មុនពេលដែលខ្ញុំមកចូលរៀនមកនៅសាលាអង្គការលោកស្ទួយប្រជាពលរដ្ឋហ្នឹងផលលំបាករបស់ខ្ញុំហ្នឹងមានច្រើនមានទាំងផលលំបាកគ្រួសារថវិកាគ្រួសារហើយការធ្វើដំណើរនៅឆ្ងាយពីសាលាហើយនៅមានការខ្វះខាតដូចយានជំនិះក្នុងការធ្វើដំណើរនៅសាលារៀនចំពោះគ្រួសាររបស់ខ្ញុំអ្នកដែលពុកកូនគ្រួសារគឺជាពុករបស់ខ្ញុំព្រោះគាត់ជាអ្នករត់ម៉ូតូឌុបអញ្ចឹងគាត់ត្រូវរ៉ាប់រងគ្រួសារទាំងអស់ដើម្បីរកលុយឲ្យខ្ញុំមកសិក្សាខ្ញុំស្គាល់តាមរយៈចិត្តខាងព្រោះគាត់បានណែនាំឲ្យមកចូលរៀនព្រោះកូនគាត់ធ្លាប់មករៀននៅហ្នឹងអញ្ចឹងគាត់ក៏បានណែនាំឲ្យមករៀនព្រោះនៅសាលានេះរៀនតាំងពីព្រឹករហូតដល់ល្ងាចហើយអត់ចំណាយថវិកាក្នុងការបង់សាលាកត្តាដែលធ្វើឲ្យខ្ញុំចូលរៀននៅទីនេះវាមានច្រើនទាំងនៅចិត្តផ្ទះអត់ចំណាយថវិកាហើយចូលបាននៅការសិក្សាថ្មីដូចជាការ debate language speaking ប្រឡងសិស្សប្រកែរៀនកុំព្យូទ័រតទៅពីសិក្សានៅទីនេះហើយខ្ញុំទទួលបានសមិទ្ធផលច្រើនការទទួលបាននៅចំណេះដឹងទទួលបាននៅការអប់រំពីលោកគ្រូអ្នកគ្រូព្រានបណ្ដៅបូមមានល្អឲ្យប្រព្រឹត្តនៅអំពើល្អហើយទទួលបាននូវភាពក្លាហានមនុស្សជុំវិញខ្លួនស្រឡាញ់រាប់អាននិងមានមិត្តភក្តិជាច្រើនពីព្រោះនៅថ្ងៃអនាគតរបស់ខ្ញុំចង់ក្លាយជាគ្រូបង្រៀនព្រោះចំណងចំណូលចិត្តតាំងពីតូចមកជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ម៉ាក់មានជាស្ថាបនិកសាលាដែលគាត់បានកសាងសាលាឲ្យខ្ញុំរៀនតាំងពីតូចរហូតមកដល់បច្ចុប្បន្នហើយខ្ញុំក៏សូមអរគុណទៅដល់ម្ចាស់ជំនួយចាស់ស្វើដែលគាត់បានជួយឧបត្ថម្ភនៅសម្ភារៈសិក្សាមកឲ្យពួកខ្ញុំរៀនតាំងពីមត្តេយ្យរហូតដល់ទី12